បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុង Channel YouTube លឿន LK បាទថ្ងៃនេះខ្ញុំបង្ហាញដូចខ្ញុំសន្យាពីវីដេអូមុនអញ្ចឹងតែខ្ញុំនឹងនិយាយអំពីរបៀបធ្វើម៉េចវិធីសាស្ត្រធ្វើម៉េចដែលកុំឲ្យទាងាប់ណាបើយើងដាក់ចំនួនប្រមាណឲ្យវានៅប៉ុណ្ណឹងបាទហ្នឹងហើយវិធីងាយទេបងប្អូនបាទយើងកូនវាមកដំបងដែលយើងកំងគេមកណាមិនថាទូចថាធំចាក់ពេលប្រហែលថ្ងៃអីទេយើងយកមកទី1គឺយើងមានទ្រុងបាទដូចទ្រុងខ្ញុំអញ្ចឹងនេះបាទនៅខាងក្នុងហ្នឹងយើងមានទ្រុងធំទូលាយអញ្ចឹងមកបាទទ្រុងនេះខ្ញុំធ្វើផ្សារខ្លួនឯងបាទហើយក៏ពាត់សំណាញ់អីខ្លួនឯងទាំងអស់បាទមិនទិញទេបាទនោះទ្រុងខាងក្នុងនេះខ្ញុំដាក់កូនទាដែរបាទហើយនេះមន់វាចូលទៅពងនៅក្នុងហ្នឹងបាទយើងអស់កូនទាទូចហើយយើងមានធំបាទទ្រុងនេះយើងធ្វើឲ្យទលាយតិចមកបងប្អូនដើម្បីការពារវាធំធាត់ណាកុំឲ្យវាជាអៀតអីចឹងណាមកទ្រុងនេះខ្ញុំដាក់កាលហ្នឹង50ហ្នឹងខ្ញុំដាក់មកទ្រុង25បាទទ្រុងនេះគឺ1.2 ម៉ែត្របាទបដោយទៅតឹង1 ម៉ែត្របាទ4ជ្រុងបាទក្នុងមួយប្រឡោះហ្នឹងវាមាន1.2 ម៉ែត្រគុណនឹង1 ម៉ែត្រហើយខ្ញុំ2ប្រឡោះចឹងទ្រុងរបស់ខ្ញុំវាទលាយគួរសមបងប្អូនចាស់ហើយធ្វើឲ្យសុខភាពវាល្អអត់ចាំមានន័យថាវាអត់ជីជន់គ្នាទេកូនទាបើសិនបើវាជីជន់គ្នាខ្លាំងពេកវាអាចនឹងស្កត់អាណាតូចជាងទៅវានៅក្រោមគេអាចនឹងអត់មានកម្លាំងទេបងប្អូនអញ្ចឹងហើយវាអាចធ្វើឲ្យបណ្ដាលឲ្យងាប់អីចឹងទៅហើយនឹងអានឹងទី1ទី2យើងដាក់វាឲ្យផុតពីដីមកបងប្អូនជើងត្រង់ហ្នឹងយើងធ្វើឲ្យវាខ្ពស់ចេញពីដីអញ្ចឹងមកបាទប្រហែលជាកន្លះម៉ែត្រទៅ6 7ទឹកអីចឹងមកហ្នឹងហើយដើម្បីឲ្យវាទប់ស្កាត់នៃជំងឺផ្សេងបាទបើយើងដាក់ផ្ទាល់ឧទាហរណ៍ថាបើយើងយកមកចិញ្ចឹមដាក់ផ្ទាល់នឹងដីតែម្ដងគឺវាមានជំងឺច្រើនណាបាទវានៅតូចវាឆាប់ឈឺបាទវារងផលប៉ះពាល់ច្រើនពីជំងឺផ្សេងមកអញ្ចឹងយើងដាក់វាផុតពីដីមកស្រឡះអញ្ចឹងហើយគឺវាអត់ចេះឈឺទេបាទហ្នឹងវិធីសាស្ត្រដែលខ្ញុំចិញ្ចឹមកន្លងមកយើងមានបទពិសោធន៍សិក្សាមើលទៅវាចឹងមែនបាទហើយទី2ទី3យើងត្រូវតែមានចំណីដាក់វាប្រចាំបាទកុំឲ្យវាអស់កូនតូចបើសិនបើវាហែវវាឃ្លានវាមានអីស៊ីចឹងទៅអាហ្នឹងវាអត់អីទេកម្លាំងវាគ្រប់គ្រាន់បើសិនបើយើងដាក់ដាច់វាអត់អីស៊ីវាហែវវាអាចនឹងខ្សោយវាឆាប់ងាប់ហ្នឹងហើយទឹកក៏ដូចគ្នាដែរទឹកយើងដាក់ប៉ុន្តែបើនៅកូនតូចបងប្អូនកុំដាក់ទឹកហ្នឹងឲ្យផិតត្រង់ពេកបាទបើនៅក្នុងទ្រុងយើងបញ្យួរវារឿងខ្ពស់តិចមកដើម្បីកុំឲ្យវាលេងបាទកូនទាវាចូលចិត្តលេងទឹកហើយតែលេងទឹកវាស្ទឹកស្លាបវាស្ទឹកខ្លួនវាបណ្ដាលឲ្យទុនដៃទុនជើងបាទបណ្ដាលឲ្យងាប់ក៏ថាបានអញ្ចឹងយើងទឹកហ្នឹងយើងចងវាឲ្យរៀងខ្ពស់តិចមកឲ្យវាមកអើតកមាត់វាហ្នឹងផឹកបានហើយបាទកុំឲ្យទៀបវាលូកជើងចូលលេងក្នុងហ្នឹងហើយអញ្ចឹងយើងធ្វើម៉េចឲ្យខ្ពស់ផុតពីកូនទាហ្នឹងបាទហ្នឹងគឺជាវិធីមួយដែរបាទដើម្បីទប់ស្កាត់វាកុំឲ្យវាទុនដៃទុនជើងវាស្ទឹកស្លាបបាទហ្នឹងហើយបន្ទាប់មកទៀតនោះគឺយើងត្រូវតែកន្លែងវានៅក្នុងទ្រុងហ្នឹងគឺយើងត្រូវតែសម្អាតជានិច្ចបាទឧទាហរណ៍ថាកូនតូចហើយយប់ឡើងវាត្រូវការកម្ដៅបាទត្រូវការកម្ដៅខ្ញុំកូនទាខ្ញុំអត់មានកម្ដៅទេបងប្អូនអត់មានប្រើភ្លើងកម្ដៅអីទេបាទប៉ុន្តែវានៅរស់ទាំងអស់ដោយសារអីយើងយកចិត្តទុកដាក់ធំណាបាទសំខាន់បំផុតគឺការកម្ដៅវារបស់វាហ្នឹងកូនទាវាត្រូវការកម្ដៅកូនតូចអញ្ចឹងវាអាចនឹងងាបាទយើងត្រង់ហ្នឹងយើងត្រូវពាត់ជុំវិញបងប្អូនមានកណាត់ឬក៏បាវអីចាស់ហ្នឹងយើងយកពាត់ទៅជុំវិញមកបាទពេលថ្ងៃយើងបើកទៅអត់អីទេបាទយើងបើកចេញពេលយប់យើងដាក់ពាត់ទៅជុំវិញដើម្បីកុំឲ្យត្រូវអាកាសធាតុខាងក្រៅណាបើមេតិចអីក៏មានភ្លៀងអីអានឹងវាអាចនឹងងាបាទត្រេនត្រូវាអាចនឹងទុនដៃទុនជើងដែរអញ្ចឹងហើយយើងត្រូវតែការពារវាបាទជុំវិញមកហើយយើងអាសាមើលខាងក្រោមវាបាទចង់មានន័យថាយើងត្រូវបោសអាចបោសអីកុំឲ្យមានក្លិនយើងបាច់កាមហើយចឹងនេះសំបីធំហើយខ្ញុំនៅតែបាច់កាមនៅបងប្អូនព្រោះអីកន្លែងនោះកន្លែងវាស៊ីបាទវាទឹកពេកបាច់ចឹងទៅវាស៊ីហើយវាចាប់ផ្ដើមនាំគ្នាមកនេះតែជុះស្លាបវានៅខាងលើនេះបាទកន្លែងដីខ្ពស់ជាងនេះខ្ញុំដាក់អង្កាមបាទចាក់ទៅបាវមកគៀចឹងទៅដើម្បីឲ្យវាមានជាតិកម្ដៅហើយវាឆាប់ស្ងួតខ្លួនវាចឹងទៅបាទសុខភាពវាល្អបងប្អូនអត់ចេះឈឺទេទាខ្ញុំតាំងពីយកមកនេះអត់មានដៃឈឺរាករូសជំងឺនេះជំងឺនោះអត់ទេបងប្អូនស្អាតល្អមែនតែនបាទនេះគឺវិធីសាស្ត្រដែលខ្ញុំចែកជូនបងប្អូនហើយបងប្អូនយកទៅអនុវត្តទៅអត់ចេះខុសទេបងប្អូន
បាទហ្នឹងហើយអរគុណច្រើនបងប្អូនបាទទស្សនាហើយសូមជួយផ្ដល់កម្លាំងចិត្ត Subscribe Channel របស់ខ្ញុំម្នាក់មួយមកដើម្បីខ្ញុំធ្វើវីដេអូទីសាសផ្សេងបន្តទៀតបាទដើម្បីឲ្យបងប្អូនទស្សនាហើយយកទៅអនុវត្តតាមទៅគឺបានផលជោគជ័យទាំងអស់គ្នាបាទអរគុណច្រើនបងប្អូនជំរាបលា